ខេត្តបាត់ដំបងជាទឹកដីបណ្ដុះអ្នកប្រាជ្ញតារាភាពយន្តតារាចម្រៀងនិងអ្នកនិពន្ធល្បីល្បាញប្រចាំកម្ពុជាតាំងពីអតីតកាលមុនសម័យអង្គររហូតដល់បច្ចុប្បន្នដោយសារទឹកដីនេះជាជំរកអ្នកប្រាជ្ញនិងតារាដែលមានទេពកោសល្យខ្ពង់ខ្ពស់ប្រចាំប្រទេសខេត្តបាត់ដំបងបានក្លាយជាវាលពិឃាតអ្នកប្រាជ្ញគ្រប់កាលសម័យដែលសៀមចូលលុកលុយប្រទេសខ្មែរនិងយកសម័យអង្គការបដិវត្តន៍1975ដល់1979តារានិងអ្នកនិពន្ធល្បីៗដែលមានកំណើតជាអ្នកបាត់ដំបងមានតារាភាពយន្តអ៊ីគីមសួរជំនាន់ទសវត្សរ៍60អ្នកស្រីទិតវិជ្ជរ៉ាដានីជំនាន់ទសវត្សរ៍70លោកទេពរិនដារ៉ូជំនាន់ទសវត្សរ៍80និង90តារាចម្រៀងអ្នកស្រីម៉ៅសារ៉េតលោកអ៊ីមសុងសើមអ្នកស្រីហ៊ុយមាសអ្នកស្រីប៉ែនរ៉ូននិងប្អូនស្រីទាំង3អ្នកស្រីប៉ែនរ៉ូមអ្នកស្រីប៉ែនរុំនិងអ្នកស្រីប៉ែនចន្ទាអ្នកស្រីរស់សេរីសុធានិងប្អូនស្រីអ្នកស្រីរស់សេរីសោភ័ណ្ឌស្មៀនឈុំឈូននិងកូន3នាក់ដែលជាតារាចម្រៀងមានអ្នកស្រីឈុំឈវិនជាម្ដាយរបស់តារាចម្រៀងឈុំឈពុំលោកឈុំប៊ុនយុងអ្នកនាងឈុំនិមលលោករ៉ាំរ៉ើនលោកកែវសារ៉ាតអ្នកនាងអឿនស្រីមុំអ្នកនាងសួនចន្ទថាលោករិនសាវេតលោកសេនរ៉ានុតអ្នកនាងឆៃលីដាឡែនអ្នកនាងអ៊ីមស្រីពៅនិងអ្នកនិពន្ធលោកគង់ប៊ុនឈឿនលោកនូហាតលោកញុកថែមលោកគ្រូអាចារ្យបុត្រសាវងលោកឆានឈួរជាដើមអ្នកស្រីរស់សេរីសុធាជាតារាចម្រៀងខ្មែរដ៏ល្បីល្បាញនៃអំឡុងទសវត្សរ៍ឆ្នាំ60និង70និងជាដៃគូចម្រៀងជើងឯកយ៉ាងឆ្នើមបំផុតរបស់អធិរាជសំឡេងមាសលោកស៊ីនស៊ីហ្សាមុតកំពូលតារាចម្រៀងរូបនេះមានកំណើតនៅថ្ងៃសុក្រខែកដឹកឆ្នាំចត្រូវនឹងថ្ងៃទី6ខែវិច្ឆិកាឆ្នាំ1946នៅភូមិដំណាក់លួងឃុំទូលតាឯកស្រុកបាត់ដំបងកាលនៅកុមារភាពអ្នកស្រីបានចូលរៀននៅសាលាបឋមសិក្សាមួយកន្លែងរួចបានប្រឡងជាប់ចូលរៀននៅអនុវិទ្យាល័យនារីណេតយ៉ងនៅឆ្នាំ1962ឪពុករបស់អ្នកស្រីឈ្មោះរកប៊ុនដែលជាគ្រូភ្លេងខ្មែរនិងជាគ្រូស្ទោះភ្លុំយ៉ាងល្បីមួយរូបលោកតារស់ប៊ុនមានស្រុកកំណើតនៅភូមិជង្វររៀលឃុំរលៀងនៀកស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំងជាអតីតនាយទាហានជើងក្រហមសម័យអាណានិគមបារាំងហើយទើបនឹងធ្វើមរណកាលទៅនៅឆ្នាំ1990ផាននេះរីឯម្ដាយរបស់អ្នកស្រីវិញមានឈ្មោះថាណាត់សាមៀនមានស្រុកកំណើតនៅស្រុកសង្កែខេត្តបាត់ដំបងលោកបានធ្វើមរណកាលទៅនៅសម័យខ្មែរក្រហមអ្នកស្រីសុធាជាកូនទី4ក្នុងចំណោមបងប្អូនទាំង5នាក់បងស្រីទី1ឈ្មោះរស់សំបឿនសពថ្ងៃរស់នៅបាត់ដំបងក្នុងវ័យប្រហែល70ឆ្នាំបងស្រីទី2មានឈ្មោះថារស់សំបឿតសពថ្ងៃរស់នៅបាត់ដំបងដែរក្នុងវ័យក្បែរ70ឆ្នាំដែរបងប្រុសទី3ឈ្មោះរស់សុគន្ធបានចែកស្ថានទៅនៅសម័យខ្មែរក្រហមចំណែកប្អូនស្រីពៅមានឈ្មោះថារស់សោភ័ណ្ឌក្រោយមកបានដូរទៅជារស់សេរីសោភ័ណ្ឌបន្ទាប់ពីបានចូលរួមជាតារាចម្រៀងនៅភ្នំពេញចំនួនបន្ទាប់ពីអ្នកស្រីរស់សេរីសុធាអ្នកស្រីរស់សេរីសោភ័ណ្ឌជាអ្នកចម្រៀងប្រចាំកងពលតូចលេខ1នៅសម័យសាធារណរដ្ឋកម្ពុជានិងជាអតីតភរិយាដើមរបស់លោកអុកស៊ីណារ៉េតដែលជាតន្ត្រីករដ៏ល្បីល្បាញមួយរូបនៅប្រទេសយើងដែរកាលនៅវ័យសិក្សាអ្នកស្រីមាននាមក្នុងសាលាជាផ្លូវការថារស់សុធាតែប៉ុណ្ណោះប៉ុន្តែនៅក្នុងភូមិរស់នៅប្រចាំថ្ងៃអ្នកជិតខាងទាំងឡាយចូលចិត្តហៅលេងក្រៅថាអាវៃបិទអ្នកស្រីមានសម្លេងស្រួយហៅពីរស់ដូចសត្វរៃកណ្ដឹងការពិតពេលអ្នកស្រីមាននិយាយគឺមានសម្លេងធម្មតាមិនសូវជាលឺប៉ុន្មានទេប៉ុន្តែនៅពេលអ្នកស្រីហើបមាត់ច្រៀងម្ដងវិញគឺសម្លេងស្រួយមុតចាក់ត្រចៀកហើយជាសម្លេងខ្ពស់កម្រមាននារីណាម្នាក់អាចច្រៀងដល់កម្រិតនោះហើយអាចរក្សាសម្លេងស្រួយមុតបានដូចអ្នកស្រីសុធាណាកាលនោះអ្នកស្រីចូលចិត្តបរិភោគផ្លែឈើខ្ចីៗទ្រនាប់ប្រហុកចិញ្ច្រាំដាក់ម្ទេសហិលអ្នកស្រីមានមាឌខ្ពស់ស្រឡះសម្បកខ្មៅស្រស់ហើយមានទឹកមុខញញឹមជានិច្ចថ្វីបើមានឱកាសខ្លះនារីយើងមានអារម្មណ៍មិនល្អក៏ដោយគឺអ្នកស្រីតែងតែលាក់អារម្មណ៍មិនសូវនរណាបានដឹងនៅអារម្មណ៍ពិតប្រាកដឡើយម្យ៉ាងទៀតអ្នកស្រីក៏មិនមែនជាមនុស្សប៉ិនរអួតច្រើននោះដែរតែជាមនុស្សមានសម្ដីម៉ឺងម៉ាត់ធ្វើការម៉ឺងម៉ាត់ហើយឧស្សាហ៍បំពេញការងារ
ដោយមិនបាច់ដាក់ទឿនច្រើននៅឯសាលារៀនវិញអ្នកស្រីជាសិស្សឆ្លាតមួយរូបហើយក៏ជាសិស្សនារីដែលពូកែលេងកីឡាបំផុតថ្វីបិទយុវតីបានចូលរៀនវិទ្យាល័យណេតយ៉ងជំនាន់ក្រោយអ្នកស្រីប៉ែនរ៉ននិងអ្នកស្រីហ៊ួយមាសតែអ្នកស្រីមានឈ្មោះបោះសម្លេងក្នុងវិទ្យាល័យយ៉ាងរហ័សជាងអ្នកទាំងពីរព្រោះដោយសារសំនៀងដ៏ពិរោះរបស់យុវតីនិងដោយសារភាពរស់រាយជារបៀបអ្នកកីឡាផងការសុទ្ធានៅទុយសេចក្តីលោករស់ប៊ុនតែងនាំកូនហាត់លេងភ្លេងខ្មែរនិងហាត់ច្រៀងចម្រៀងភ្លេងការដោយសារតែកូនស្រីមានអំណោយទានផ្នែកចម្រៀងទើបលោកចេះតែយកដើរតាមជាមួយនៅពេលលោកចេញទៅលេងភ្លេងតាមពិធីបុណ្យនានាដោយការខ្វះខាតក្នុងគ្រួសារកុមារីសុទ្ធាត្រូវបង្ខំចិត្តជួយឪពុករកប្រាក់ផ្គត់ផ្គង់គ្រួសារតាំងពីនៅកុមារភាពជាពិសេសគឺលោកតារស់ប៊ុនមានភរិយាផ្សេងទៀតហើយដែលមានកូនតូចៗជាច្រើនដែលត្រូវទំនុកបម្រុងបន្ថែមផងម្យ៉ាងទៀតក្រុមគ្រួសាររបស់កុមារីសុទ្ធាមិនមាននរណាមានសមត្ថភាពខាងការសិក្សាដែរមានតែអ្នកស្រីទេដែលរៀនពូកែជាងគេចំណែកក្រោយមកនៅឆ្នាំ1963នៅក្នុងវ័យជំទង់16ឆ្នាំអ្នកស្រីក៏បានទទួលរង្វាន់ពានមាសលេខ1ប្រចាំខេត្តក្នុងឱកាសពិធីប្រឡងចម្រៀងពេលបុណ្យចូលឆ្នាំកាលនោះអ្នកស្រីច្រៀងចម្រៀង3បទបទទី1ជាបទច្រៀងប្រកួតប្រជែងមានចំណងជើងថាចិត្តម្ដាយជាបទដើមរបស់អ្នកស្រីកែវមន្ថានិងបទទី2ដែលជាបទច្រៀងជាកតញ្ញុឈ្មោះសម្បត្តិក្រមខ្នើយជាបទដើមរបស់អ្នកស្រីម៉ៅសារ៉េតនិងចុងក្រោយគឺបទទី3ច្រៀងជាកតញ្ញុឈ្មោះខ្ទមជរាជាបទដើមរបស់អ្នកស្រីម៉ៅសារ៉េតដដែលក្នុងឱកាសនោះដែរកូនប្រុសកំឡោះរបស់លោកអុកញ៉ាគេហបតីគីសៀនហោថៅកែរោងចក្រអាឈើធំជាងគេនៅក្រុងបាត់ដំបងដែលទើបនឹងវិលមកពីសិក្សានៅប្រទេសបារាំងបានមកចូលរួមទស្សនាពិធីប្រឡងនោះដែរការបើបានយកសម្រក់ដ៏ស្រស់ស្អាតអមដោយទេពកោសល្យសំនៀងយ៉ាងពិរោះលោកបានចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើរូបអ្នកស្រីមិនបានប្រមាណអាទិត្យផងក៏មានគេមកអញ្ជើញអ្នកស្រីឲ្យទៅជាងកំដៅក្នុងពិធីស្វាគមន៍កូនកំឡោះរបស់លោកគីសៀនហូអាយុប្រមាណ24ឆ្នាំដែលទើបបញ្ចប់ការសិក្សាផ្នែកវិស្វកម្មមកពីប៉ារីសនោះគេក៏បានសន្យាផ្ដល់តម្លៃសេវាច្រៀងកំដៅយ៉ាងខ្ពស់លំមុំឲ្យក្រុមគ្រួសារក្រីក្រដោយលោកតារស់ប៊ុនមិនហ៊ានប្រកែកកាលនោះគេមិនបានអញ្ជើញលោកតារស់ប៊ុនទេត្បិតគេចង់បានតែអ្នកស្រីប៉ុណ្ណោះគ្រានោះលោកយាយសាមៀនបានប្រកែកមិនឲ្យកូនទុយទេត្បិតនៅក្មេងៗពេកមិនចង់ឲ្យចេញដើរហាយប់ប្រលប់តែលោកតារស់ប៊ុនមិនស្ដាប់ឡើយដោយសារលោកគិតថាកូនស្រីអាចរកបានប្រាក់កម្រៃខ្ពស់ផងដោយសារចង់ឲ្យកូនស្រីល្បីឈ្មោះនៅក្នុងចំណោមសង្គមគេហបតីអភិជនផងនិងដោយសារការគោរពចំពោះគ្រួសារលោកអុកញ៉ាគេហបតីគីសៀនហូដែលនៅភូមិស្រុកជិតគ្នានោះផងលោកតារស់ប៊ុនក៏បណ្ដោយឲ្យបងប្រុសរបស់អ្នកស្រីឈ្មោះរស់សុគន្ធអាយុ19ឆ្នាំជាអ្នកជូននាងទៅច្រៀងក្នុងពិធីចំណែកលោកគ្រូវិញក៏ត្រូវទៅលេងភ្លេងការឲ្យគេនៅកន្លែងផ្សេងមួយទៀតលុះរំលងម៉ោង12អាធ្រាត្រយុវជនសុគន្ធបានត្រឡប់មកដល់ផ្ទះវិញតែម្នាក់ឯងជម្រាបឪពុកម្ដាយថាប្អូនស្រីត្រូវគេខាត់ទុកឲ្យនៅគេងទីនោះត្បិតយប់ជ្រៅពេកមិនឲ្យធ្វើដំណើរមកផ្ទះទាំងយប់ងងឹតខ្លាចខ្វះសុវត្ថិភាពតែគេបានប្រគល់ប្រាក់កម្រៃតាមរយៈសុគន្ធឲ្យយកមកជូនលោកគ្រូរស់ប៊ុនគ្រប់ចំនួនតាមសន្យាហើយនៅពេលនោះលោកគ្រូរស់ប៊ុននិងភរិយាមានអារម្មណ៍មិនល្អទេហើយក៏ស្ដីបន្ទោសកូនប្រុសពេញមួយយប់លុះព្រឹកឡើងលោកគ្រូរស់ប៊ុនឡើងជិះរម៉កទៅតាមរកកូនស្រីនៅគេហដ្ឋានលោកគីសៀងហូស្រាប់តែបានជួបនឹងកូនកំពុងដើរត្រឡប់មកផ្ទះវិញនៅមុខបន្ទីជើងក្រហមនាងស្ទុះទៅអបឪពុកស្រែកយំជម្រាបលោកថាកូនប្រុសលោកគីសៀងហូបានប្រព្រឹត្តអនាចារទាំងស្រវឹងស្រាមកលើរូបនាងពេលភ្ញៀវចិនទៅផ្ទះអស់ពេលនោះលោកតារស់ប៊ុនកាត់ក្តីក្រេវក្រោធខ្លាំងណាស់ក៏ទៅស្កាត់ជួបកំឡោះនោះនៅផ្ទះរបស់គេកាលបើបានស្ដាប់ពាក្យរបស់លោកគ្រូរស់ប៊ុនចំលោកគីសៀងហូធាឪពុកក៏ច្រឡត់ខាងសម្បានឹងកូនប្រុសរហូតលើកដៃយាទះកំភ្លៀងកូនប្រុសយ៉ាងធ្ងន់កំឡោះនោះបានអង្វរ
សូមឲ្យលោកឪពុកទាំងពីរសម្រួលនឹងគ្នាហើយគេក៏ស្ម័គ្រចិត្តទទួលយកយុវនារីជាគូគ្រងត្រឹមត្រូវពេញច្បាប់ប៉ុន្តែលោកគីសៀងហ៊ូនិងភរិយាមិនព្រមត្បិតលោកបានចងពាក្យចងសម្ដីនឹងគ្រួសារឧញ្ញាគេហបឌីជាមិត្តមួយរូបថានឹងភ្ជាប់សាច់ឈាមកូនកំឡោះរបស់លោកជាមួយកូនស្រីរបស់គេដូច្នេះលោកមិនអាចផ្លាស់ប្ដូរគម្រោងការនោះឲ្យអាប់មុខអាប់យុះខូចសម្ដីរបស់លោកបានឡើយម្យ៉ាងទៀតក្រុមគ្រួសាររបស់លោកគ្រូរស់ប៊ុនជាវណ្ណៈក្រីក្រអធនបំផុតមិនស័ក្តិសមនឹងឯគ្រួសារលោកគីសៀងហូទទួលភ្ជាប់សាច់ឈាមបានដែរពេលនោះលោកគីសៀងហូនិងភរិយាបានប្រគល់ប្រាក់សងជំងឺចិត្តមួយចំនួនទៅលោកគ្រូរស់ប៊ុនតែលោកគ្រូប្រកែកមិនទទួលដោយតវ៉ាថាកូនប្រុសរបស់លោកគីសៀងហូត្រូវទទួលទោសផ្នែករដ្ឋបវេនីគឺរៀបការនឹងសុទ្ធាជាគូបើមិនដូច្នោះទេគេត្រូវទទួលទោសតាមច្បាប់តុលាការដោយទោសប្រព្រឹត្តបទអនាចារលឿនារីថ្មីបើត្រូវលោកតារ៉ូប៊ុនគំរាមយ៉ាងនោះក៏ដោយក៏លោកគីសៀងហូនៅមិនព្រមដដែលដែលជាហេតុធ្វើឲ្យលោកតារ៉ូប៊ុនកាន់តែខឹងច្រឡោតរត់លូកដីស្រែដីចំការនិងគេអាកររបស់ក្រុមគ្រួសារយកប្រាក់ទៅរត់ការប្តឹងផ្ដល់ដើម្បីដាក់ទូកូនប្រុសរបស់លោកគីសៀងហូប៉ុន្តែដោយសារធនធានតិចតួចរបស់ក្រុមគ្រួសារលោកគ្រូរ៉ប៊ុនមិនអាចទាញយកភាពយុត្តិធម៌ពីតុលាការជូនកូនស្រីកំសត់របស់គាត់បានឡើយទីបំផុតលោកគ្រូក៏ត្រូវចាញ់ក្តីជាមួយអ្នកមានទ្រព្យដដែលបន្ទាប់ពីនោះមកលោកគ្រូក៏មានចំនួននឹងភរិយាដោយសារការបាត់បង់ដីស្រែដីចំការអស់ដើមទុននិងចិញ្ចឹមជីវិតតទៅទៀតលោកគ្រូក៏ចោះចៅក្រុមគ្រួសារទៅរស់នៅជាមួយភរិយាចុងឈ្មោះរ៉ឺតនៅឃុំស្រមោចស្រុកសេរីសុភ័ណ្ឌបាត់ដំបងរួចក៏លែងត្រឡប់មកផ្គត់ផ្គង់គ្រួសារដោយមុនទៀតដោយហេតុចំនួនក្នុងគ្រួសារផងនិងដោយអាម៉ាស់នឹងរឿងរ៉ាវអប្រ័យទាំងឡាយនោះផងអ្នកស្រីក៏សម្រេចចិត្តឈប់រៀនពីអនុវិទ្យាល័យត្បិតមិនអាចប្រឈមមុខនឹងការសម្លឹងសម្លក់របស់សង្គមបានអ្នកស្រីក៏ប្រកបរបររកស៊ីជាអ្នកលក់ដូរបន្តិចបន្តួចក្នុងភូមិផងជាអ្នកចម្រៀងភ្លេងការប្រចាំភូមិផងដើម្បីជួយផ្គត់ផ្គង់ការខ្វះខាតនៅក្នុងគ្រួសារចាប់តាំងពីថ្ងៃដែលឪពុកនាងចុះចេញពីផ្ទះទៅកាលនោះអ្នកស្រីតែងតែទៅជួបជាមួយនឹងគឺលោកគ្រូប៊ុនថងនិងភរិយារបស់គាត់ជានិច្ចកាលដើម្បីស្វែងរកកម្លាំងចិត្តនិងការណែនាំនៅគំនិតល្អៗសម្រាប់កសាងជីវិតអនាគតជាបន្តទៀតក្រោយមកលោកគ្រូប៊ុនថងបាននាំយកអ្នកស្រីទៅផ្ញើនឹងលោកសុកឌីណារីនិងលោកឌីកាណាល់ដែលជាអ្នកចាត់ចែងនៅក្នុងវងតន្ត្រីលំហាយយោធាជាវងភ្លេងប្រគំប្រចាំរង្គៀសសាលស្ទឹងខៀវក្រុងបាត់ដំបងដើម្បីជួយឲ្យនាងបានទទួលមុខរបរដែលមានប្រាក់ចំណូលទៀងទាត់នៅពេលនោះលោកគ្រូប៊ុនថងបានផ្ដល់ឈ្មោះថ្មីឲ្យទៅអ្នកស្រីជាផ្លូវការក្នុងមុខរបរជំនាញជាអ្នកចម្រៀងអាជីពថារស់សេរីសុធាក្នុងគោលបំណងជូនប្រសិទ្ធពរជ័យឲ្យយុវតីបានជួបតែសេរីសុស្ដីរហូតតទៅកុំឲ្យជួបរឿងរ៉ាវដូចកៅកណ្ណងទៅនោះតទៅទៀតប៉ុន្តែចំណេញក្រោយៗមកយីបែរជាឃើញឈ្មោះរបស់អ្នកស្រីត្រូវគេដសេកាយទៅជារស់សេរីសុធាទៅវិញចំណែករស់សុភ័ណ្ឌជាប្អូនស្រីក៏មានរឿងរ៉ាវជីវិតកំសត់ណាស់ដែរទើបសម្រេចចិត្តទទួលយកឈ្មោះកណ្ដាលថាសេរីមកបន្ថែមពីលើឈ្មោះចាស់របស់ខ្លួនដែរនៅពេលដែលនាងចេញទៅប្រកបអាជីពជាអ្នកចម្រៀងតាមពីក្រោយបងស្រីនៅភ្នំពេញមិនតែប៉ុណ្ណោះលោកគ្រូប៊ុនថងបានណែនាំអ្នកស្រីឲ្យស្គាល់អ្នកចម្រៀងប្រចាំខេត្តបាត់ដំបងជាច្រើនដូចជាលោកអំសុងស៊ឹមជាអតីតគ្រូបង្រៀននៅកំពង់ព្រះបាត់ដំបងអ្នកស្រីប៉ែនរ៉ននិងអ្នកស្រីហ៊ួយមៀដែលច្រៀងនៅរោងកសោស្ទឹងខៀវដែរហើយក៏ជាអតីតសិស្សរបស់លោកផ្ទាល់ដែលក្រោយមកបានទៅចេញច្រៀងមានឈ្មោះបោះសម្លេងនៅរាជធានីភ្នំពេញដោយសារទេពកោសល្យនិងនិស្ស័យល្អប្រសើរអ្នកស្រីក៏បានទទួលការស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់រៀមច្បងនិងមិត្តរួមអាជីពម្យ៉ាងទៀតលោកគ្រូប៊ុនថងក៏ជាអ្នកលេងភ្លេងឆាបៃស្គរហ្គីតាយ៉ាងចំណានម្នាក់ហើយថែមទាំងចេះអក្សរភ្លេងថែមទៀតផងថ្វីបើលោកមិនបានប្រកបរបរខាងផ្នែកតន្ត្រីក៏ដោយក៏ថ្វីដៃរបស់លោកបានជួបបណ្ដុះបណ្ដាលសិលរបស់លោកជាច្រើនអ្នកឲ្យក្លាយជាតារាយ៉ាងល្បីល្បាញនៅកម្ពុជាដូចជាលោកអឹមសុងស៊ឹមអ្នកស្រីហ៊ួយមៀអ្នកស្រីប៉ែនរ៉ននិងប្អូនស្រីទាំង3អ្នកស្រីប៉ែនរ៉មអ្នកស្រីប៉ែនរុំនិងអ្នកស្រីប៉ែនចន្ទថាជាដើមនៅពេលទំនេរពីកិច្ចការជាគ្រូនៅវិទ្យាល័យណេតយ៉ុង
លោកតៃបង្កើតนักបង្រៀននៅផ្ទះឲ្យសឿនានាមកជួបជុំគ្នាធ្វើលំហាត់សាលាដើម្បីរកមជ្ឈវាយរៀនឲ្យកាន់តែពូកែជួនកាលក៏នាំសិស្សហាត់លេងតន្ត្រីច្រៀងចម្រៀងល្អៗឬហាត់ភាសាសិស្សដែលមករៀនភាគច្រើនជាសិស្សក្រីក្រស្នាក់នៅតាមវត្តឬជាសិស្សដែលគ្មានប្រាក់ផ្គត់ផ្គង់ការសិក្សារបស់ខ្លួននៅក្នុងចំណោមសិស្សទាំងឡាយដែលលោកបានជួយដុសខាត់ទេពកោសល្យនោះមានអ្នកស្រីប៉ែនរ៉នដែលជាអ្នកចូលចិត្តលេងសើចអ្នកស្រីហួយមាសដែលចូលចិត្តសូត្រធម៌សូត្រកំណាព្យនិងចូលចិត្តអានរឿងនិទានខ្លីៗឲ្យមិត្តរួមថ្នាក់ស្ដាប់និងយុវតីសុធាដែលចូលចិត្តច្រៀងបទចម្រៀងកំសត់ដោយមិនចេះហត់នឿយឬធុញទ្រាន់ពេលបានមកដល់ក្រុងភ្នំពេញដំបូងនៅចុងឆ្នាំ1967អ្នកស្រីបានចូលបម្រើជាអ្នកចម្រៀងជាមួយក្រុមតន្ត្រីយោធាភិរមក្រសួងឃោសនាការហើយបានចេញសម្ដែងជាសាធារណៈជាញឹកញាប់ជាដៃគូសំនៀងរបស់លោកអឹមសុងសឺមដែលតែងតែផ្ដល់ការជ្រោមជ្រែងនឹងការណែនាំផ្លូវជីវិតយ៉ាងកក់ក្ដៅដល់រូបនាងហាក់បីដូចជាសាច់ញាតិមួយរូបរបស់លោកដូច្នោះកាលនោះអ្នកស្រីបានជួលផ្ទះនៅក្បែរសាលាពៅអ៊ុំជិតផ្ទះអ្នកស្រីហួយមាសពេលទៅធ្វើការអ្នកស្រីតែងតែជិះស៊ីក្លូជាប្រចាំពុំនោះសោតនាងតែងជិះរថយន្តរបស់លោកអឹមសុងសឺមដែលទៅធ្វើការទីនោះដែរក្រោយមកដោយទេពកោសល្យដ៏លេចធ្លោរបស់នាងយុវតីបានត្រូវគេជ្រើសរើសជាអ្នកចម្រៀងប្រចាំការនៅរង្គះសាលមេគង្គរង្គះសាលប៊ីលអែនៅពូជិចិនតុងតាំងពីពេលនោះមកអ្នកស្រីក៏ចាប់មានទំនាក់ទំនងជាមួយតារាចម្រៀងមកពីបាត់ដំបងដូចគ្នាអ្នកចម្រៀងនៅភ្នំពេញនិងអ្នកចម្រៀងពីប៉ាមខេត្តនានាជាច្រើនទៀតដូចជាលោកតូចតេងលោកសុះម៉ាត់លោកមៀតហុកសេងអ្នកស្រីម៉ៅសារ៉េតអ្នកស្រីកែវមុនថាអ្នកស្រីឈួនម៉ាឡៃជាដើមនៅទីបំផុតអ្នកស្រីក៏បានជួបនឹងអធិរាជសំនៀងទេពស៊ិនស៊ីសាមុតហើយជីវិតជាអ្នកចម្រៀងវិញក៏កាន់តែលេចធ្លោអណ្ដែតឡើងយ៉ាងឆាប់រហ័សហួសការស្មានតាំងពីពេលនោះមកអ្នកស្រីបានទទួលប្រយោជន៍ភាពនឹងការគាំទ្រពេញប្រទេសរួមទាំងមហាក្សត្រមន្ត្រីនិងប្រជាពលរដ្ឋខ្មែរទាំងមូលនៅឆ្នាំ1969អ្នកស្រីបានទទួលគោរមងារពីព្រះមហាក្សត្រខ្មែរថាជារាជិនីសំនៀងមាសប្រចាំកម្ពុជាដោយសារទឹកដមសំនៀងនិងទេពកោសល្យដ៏ឆ្នើមអ្នកស្រីបានត្រូវលោកស៊ិនស៊ីសាមុតណែនាំខ្លួនឲ្យជួបនឹងលោកពៅស៊ីផូលោកវ៉ុយហូលោកហាសាឡុននិងអ្នកនិពន្ធបទភ្លេងអ្នកលេងតន្ត្រីយ៉ាងចំណានដទៃទៀតដូចជាលោកគង់ប៊ុនឈឿនលោកម៉ែលប៊ុនលោកហេងហូវេងលោកម៉ាឡាវពីលោកស្វាយសំអឿលោកអ៊ុំសុផាន់នុរៈដែលជាស្វាមីរបស់អ្នកស្រីហួយមាសជាដើមក្នុងអំឡុងពេលដែលអ្នកស្រីកំពុងមានឈ្មោះបោះសម្លេងល្បីល្បាញនោះមានបរិសុទ្ធមួយរូបជាម្ចាស់រង្កាក់សាលព្រះច័ន្ទពេញវង្សនិងជាកូនរបស់តកែភពញាតិមួយរូបបានតាមភ្ជាប់ចំណងមេត្រីភាពជាមួយរូបនាងប៉ុន្តែបានត្រូវក្រុមគ្រួសាររបស់លោកតាមឆាឆៃជំទាស់ជាប់រហូតថែមទាំងតាមគម្រាមកំហែងដល់សុវត្ថិភាពរបស់នាងទៀតផងដោយក្តីរំខានក្នុងចិត្តខ្លាំងពេកអ្នកស្រីក៏សម្រេចចិត្តរៀបការនៅឆ្នាំ1968ជាមួយលោកសូស្មាត់ដែលជាអ្នកចម្រៀងបុរសដែលមានរូបសង្ហាសម្បូរស្នេហ៍មួយរូបដែរហើយដែលកំពុងតាមជួយជ្រោមជ្រែងរូបនាងកាលនោះក្រុមគ្រួសារសាច់ញាតិនៅបាត់ដំបងទាំងម្ដាយនិងបងប្អូនមិនសប្បាយចិត្តទេព្រោះលោកសូស្មាត់ធ្លាប់មានភរិយា2នាក់រួចមកហើយក៏មិនមានចិត្តស្មោះត្រង់ចំពោះនារីណាម្នាក់ដែរប៉ុន្តែក៏គ្មាននរណាអាចខាត់នាងបានដែរព្រោះពួកគេម្នាក់សុទ្ធតែជាប់ចម្ពាក់គុណបំណាច់ទំនុកបំរុងរបស់អ្នកស្រីគ្រប់គ្នាម្ល៉េះហើយអ្នកស្រីក៏បានចេញមុខរៀបការជាមួយលោកសូស្មាត់ពេញច្បាប់ដោយមានភរិយាដើមទាំងពីររូបរបស់លោកសូស្មាត់មកចូលរួមពិធីផងប៉ុន្តែចំណងជីវិតអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរមិនមានអាយុច្រើនខែទេព្រោះលោកសូស្មាត់មានចរិតប្រច័ណ្ឌច្រើនហើយបានធ្លាប់ទាត់ធាក់វាយដំអ្នកស្រីយ៉ាងទារុណមានការមួយនោះក្រោយពីរៀបការហើយបាន5 ឬ 6 ខែលោកសូស្មាត់បានស្ទុះទៅទះតប់វាយធ្វើបាបភរិយាយ៉ាងដំណំនៅក្នុងចំណោមភ្ញៀវកំពុងជប់លៀងអ៊ូអរដោយសារក្តីប្រច័ណ្ឌចំពោះភ្ញៀវដែលនិយាយលលេងទៅអ្នកស្រីនៅលើឆាកដោយមូលហេតុនៃការវាយដំនោះអ្នកស្រីបានបាត់បង់ទារកក្នុងផ្ទៃមួយរូបអាយុ5 ខែគឺក្មេងស្លាប់តាំងមិនទាន់បានឃើញពន្លឺព្រះអាទិត្យរីឯអ្នកស្រីវិញក៏ត្រូវរងរបួសផ្លូវកាយដែលត្រូវការព្យាបាលយ៉ាងយូរទម្រាំនឹងជាសះស្បើយមកវិញដោយឃើញប្អូនស្រីរងរបួសធ្ងន់ពេកអ្នកស្រីសម្បឿនជីបងបានជំរុញឲ្យអ្នកស្រីសុធាដាក់ពាក្យប្តឹងលែងលេសតែត្រូវលោកសូស្មាត់តាមគម្រាមកំហែងរកសម្លាប់អស់មួយពូជ
ពេលនោះអ្នកស្រីសម្បឿនកើតមានចិត្តភិតភ័យចំពោះសុវត្ថិភាពរបស់អ្នកស្រីសូធាក៏នាំប្អូនត្រឡប់មករស់នៅឯបាត់ដំបងវិញដំណឹងនេះបានល្បីទៅដល់លោកស៊ិនស៊ីសមុទ្ររហូតធ្វើឲ្យលោកចេញមុខអន្តរាគមន៍ដោយធ្វើដំណើរមកតាមរកអ្នកស្រីដល់លំនៅឯបាត់ដំបងលោកបានអញ្ជើញអ្នកស្រីឲ្យវិលត្រឡប់ទៅច្រៀងជាមួយលោកវិញដោយធានាសុវត្ថិភាព 100% ដល់អ្នកស្រីលុះត្រឡប់មកដល់ភ្នំពេញវិញអ្នកស្រីក៏បានបដូរមករស់នៅម្ដុំវត្តអ្នកកវ័នដើម្បីជៀសមិនឲ្យជួបមុខលោកស៊ូស្មាត់តទៅទៀតហើយក៏បន្តទេពកោសល្យជារាជិនីសំនៀងមាសប្រចាំកម្ពុជាជាមួយលោកស៊ិនស៊ីសមុទ្រនិងក្រុមតន្ត្រីដែលលោកស៊ិនស៊ីសមុទ្រណែនាំតែប៉ុណ្ណោះតាំងពីពេលនោះមកអ្នកស្រីក៏បានរស់នៅរកស៊ីដោយសុខសប្បាយហើយចម្រុងចម្រើនរហូតរៀងមកជាងមួយឆ្នាំក្រោយមកទៀតនៅចុងឆ្នាំ1969អ្នកស្រីបានជួបនឹងកំឡោះមួយរូបឈ្មោះហ៊ុយស៊ីផាន់ជាកូនប្រុសរបស់ថៅកែវ៉ាន់ចិនធីមកចាត់ផលិតកម្មថាសចម្រៀងដ៏ល្បីល្បាញចំនួននោះរួចហើយក៏ភ្ជាប់ទំនាក់ទំនងដ៏ល្អនោះរហូតដល់បានកូនប្រុសមួយអ្នកទាំងពីររស់នៅសុខសាន្តមានសុភមង្គលពេញលក្ខណៈមិនមានការរកកម្មរកុសអ្វីបន្តិចឡើយរីឯមុខរបររកស៊ីខាងផលិតបទចម្រៀងវិញក៏កាន់តែរីកចម្រើនឡើងជាលំដាប់រវាងឆ្នាំ1970អ្នកស្រីបានជាប់កំណែនជាសមាជិកកងទ័ពឆត្រយងបម្រើរដ្ឋាភិបាលសាធារណរដ្ឋខ្មែរថែមទាំងជានារីខ្មែរតែមួយរូបគត់ដែលហ៊ានលោតឆត្រយងពីលើអាកាសក្នុងប្រវត្តិសាស្ត្រកម្ពុជាពេលនោះកេរ្តិ៍ឈ្មោះរបស់អ្នកស្រីក៏កាន់តែមានប្រជាប្រិយភាពរីកសុស័យថែមទៀតតាមរយៈការផ្សាយតាមកាសែតតាមវិទ្យុនិងតាមទូរទស្សន៍អំពីសកម្មភាពលោតឆត្រយងរបស់អ្នកស្រីឯរូបសម្រស់របស់អ្នកស្រីនិងសំនៀងរបស់អ្នកស្រីក៏កាន់តែคล้ายទៅជាទីចាប់ចិត្តចាប់អារម្មណ៍នៃមនុស្សផងទាំងពួងរួមទាំងលោកឧត្តមសេនីយ៍ស្រីយ៉ាដែលជាមេបញ្ជាការកងទ័ពឆត្រយងមានទីតាំងនៅជិតបណ្ឌិតរាជសភានិងមហាវិទ្យាល័យមនុស្សសាស្ត្រនោះទៀតផងនៅថ្ងៃមួយក្នុងឆ្នាំ1971មានក្រុមទាហានមួយហ្វងបើកឡានស៊ីបចូលមកអញ្ជើញអ្នកស្រីចេញពីផ្ទះនាំខ្លួនរបស់នាងទាំងកណ្ដាលយប់ទៅជួបលោកឧត្តមសេនីយ៍ស្រីយ៉ាហើយបានត្រូវឃាត់ខ្លួនទុកនៅទីនោះមិនឲ្យត្រឡប់មកផ្ទះវិញឡើយពេលនោះបងប្រុសរបស់អ្នកស្រីឈ្មោះលោករស់សុគន្ធបានចេញមុខជំនួសលោកស៊ីផាន់សូមធានាយកខ្លួនរបស់អ្នកស្រីត្រឡប់មកផ្ទះវិញតែក៏ត្រូវលោកស្រីយ៉ាគំរាមកំហែងចង់យាយីជីវិតរបស់លោកស៊ីផាន់ទៀតផងដោយការផិតភ័យខ្លាំងពេកលោកហ៊ុយស៊ីផាន់បាននាំកូនប្រុសគេចខ្លួនទៅរួមនៅប្រទេសបារាំងរហូតដល់មកដល់សពថ្ងៃនេះកាលនោះភរិយាដាមរបួសលោកស្រីយ៉ាមានរោគស្ត្រីមិនអាចមានបុត្របានទើបលោកស្រីយ៉ាបានប្រើអំណាចបង្ខំចាប់យកអ្នកស្រីមកធ្វើជាភរិយាចុងតែម្ដងទៅពេលដែលបានមករស់នៅជាមួយលោកស្រីយ៉ាអ្នកស្រីបានសុំយកបងប្រុសរស់សុគន្ធនិងប្អូនស្រីពៅរស់សោផនមករស់នៅជាមួយហើយក៏ជួយបណ្ដុះបណ្ដាលបងប្អូនឲ្យមានអាជីពនឹងគេនៅពេលនោះរស់សោផនក៏បានចាប់អាជីពជាអ្នកចម្រៀងដោយមានឈ្មោះថ្មីថារស់សេរីសោផនក្រោយមកក៏បានជួបនឹងលោកអុកស៊ីណារ៉េតដែលជាអ្នកតន្ត្រីករមួយរូបនៅភ្នំពេញហើយក៏បានរៀបការជាប្តីប្រពន្ធនឹងគ្នាទៅនៅអំឡុង4ឆ្នាំដែលអ្នកស្រីរស់នៅជាមួយលោកស្រីយ៉ាអ្នកស្រីមានបុត្រ4រូបមានពេលខ្លះអ្នកស្រីត្រូវជិះយន្តហោះចេញក្រៅប្រទេសជាមួយលោកស៊ិនស៊ីសាមុតអ្នកស្រីប៉ែនរ៉នអ្នកស្រីហ៊ុយមៀកលោកវ៉ុយហោលោកហាសាឡនជាដើមដើម្បីទៅថតចម្រៀងកាសែតដូចជានៅប្រទេសសិង្ហបុរីឬហុងកុងជាដើមប៉ុន្តែអ្នកស្រីមិនសូវបានទទួលការអនុញ្ញាតពីលោកស្រីយ៉ាដើម្បីចេញបង្ហាញថ្វីដៃតាមវិទ្យុជាតិទូរទស្សន៍ជាតិឬតាមពិធីជប់លៀងពិសេសនានាយ៉ាងសេរីដូចមុនឡើយនៅចុងឆ្នាំ1974រដ្ឋាភិបាលបានប្រកាសបិទចរាចរណ៍ក្រុងភ្នំពេញនៅពេលយប់ដោយមូលហេតុសង្គ្រាមដុនដាបរវាងកងទ័ពសាធារណរដ្ឋកម្ពុជានិងកងទ័ពខ្មែរក្រហមពេលនោះអ្នកស្រីបានសុំលោកស្រីយ៉ានាំកូនទៅនៅបាត់ដំបងមួយរយៈដើម្បីរក្សាសុវត្ថិភាពផងណាមួយនៅទីនោះរាំងកាក់សោក៏នៅមានបើកនៅពេលយប់នៅឡើយដូច្នេះអ្នកស្រីអាចនៅចេញច្រៀងនៅទីនោះបានម្យ៉ាងទៀតនៅពេលនោះអ្នកស្រីបានចូលសម្ដែងជាតួឯករងនៅក្នុងភាពយន្តរឿងពេលដែលត្រូវយំហើយត្រូវចេញមកបង្ហាញខ្លួននៅលើវេទិកាចំពោះមុខទស្សនិកជនទាំងឡាយមុននឹងពេលភាពយន្តចាក់បញ្ចាំងជាលើកដំបូងនៅបាត់ដំបង
កាលនោះលោកស្រីយ៉ាមានការទើទាល់ក្នុងចិត្តណាស់ប៉ុន្តែដោយចង់រក្សាសុវត្ថិភាពឲ្យកូនលោកក៏បណ្ដោយឲ្យអ្នកស្រីនាំកូនទៅមិនបានប៉ុន្មានអាទិត្យផងលោកក៏បានបញ្ជាឲ្យគេនាំខ្លួនអ្នកស្រីនិងកូនចៅត្រឡប់មកភ្នំពេញវិញថ្ងៃ17ខែមេសាឆ្នាំ1975លោកស្រីយ៉ាជាស្វាមីក៏បាត់ខ្លួនទៅនៅពេលប្រតិបត្តិការលើសមរភូមិចំណែកអ្នកស្រីនិងកូនទាំង4បងប្រុសរស់សុគន្ធព្រមទាំងភរិយានិងបុត្រម្នាក់អ្នកស្រីរស់សេរីសុភ័ណ្ឌនិងស្វាមីព្រមទាំងបុត្រមួយរូបរួមទាំងបុត្រ2នាក់ទៀតរបស់អ្នកស្រីសម្បឿតជាបងដែលស្នាក់នៅជាមួយរួមទាំងអស់14នាក់បានត្រូវអង្គការខ្មែរបដិវត្តចម្លៀសចេញតាមផ្លូវជាតិទី4សម្ដៅទៅកំពង់ស្ពឺដែលមូលហេតុដែលស្បៀងថ្នាំសង្កូវនិងការលំបាកនានាកូនទាំង4រូបរបស់អ្នកស្រីសុធាបានស្លាប់ម្ដងមួយជាបន្តបន្ទាប់អស់ទៅនៅសល់តែអ្នកស្រីម្នាក់ឯងក្រោយមកទៀតអង្គការក៏ចាប់បំបែកញែកសាច់ញាតិរបស់អ្នកស្រីចេញឆ្ងាយពីគ្នាអស់រលីងនៅសល់តែ4ស្រីរឹបសេរីសុផាន់តែម្នាក់ដែលអង្គការចាប់បញ្ជូនឲ្យទៅនៅភូមិត្រពាំងផ្លុនឃុំដំបុករូងស្រុកភ្នំស្រួយខេត្តកំពង់ស្ពឺជាមួយអ្នកស្រីតាមសម្ដីអ្នកស្រីទាវហេងដែលជាសាក្សីម្នាក់ធ្លាប់រស់នៅជាមួយអ្នកស្រីសុធាសម័យខ្មែរក្រហមបានមានឲ្យដឹងថាតាមការសម្ភាសជាមួយទស្សនាវដ្តីអន្តរទេវីថាអ្នកស្រីសុធាបានលាក់ខ្លួនរស់នៅយ៉ាងសាមញ្ញធ្វើការវេទនីដូចគេដូចឯងមិនមានយោធាខ្មែរក្រហមណាអាចចាប់ភ្លឹកបានទេថាអ្នកស្រីជាអតីតតារាដ៏ឆើតនៃកម្ពុជាប៉ុន្តែអ្វីដែលមិនអាចលាក់បានគឺនិស្ស័យរបស់អ្នកស្រីខាងផ្នែកចម្រៀងនោះតែម្ដងនៅក្នុងសម័យនោះអ្នកស្រីចូលចាក់ច្រៀងលេងកំដរញៀតពេលសម្រាកពីការងារមួយផ្លែតដើម្បីរំដោះអារម្មណ៍ទុក្ខសោករបស់អ្នកស្រីពីក្នុងបេះដូងផងដើម្បីចែកញៀតស្ដាប់លេងឲ្យស្បាយការនឿយហត់ផងចៃដន្យអ្នកស្រីមិនហ៊ានច្រៀងបទសម័យពីមុនតាមអត្ថន័យចាស់ទាំងស្រុងទេច្រើនតែច្នៃកែប្រែពាក្យពេចន៍ដើម្បីតម្រូវទៅតាមទិសដៅរបស់អង្គការបដិវត្តន៍បើមិនដូច្នោះទេអ្នកស្រីនឹងជាប់ទោសត្រូវអង្គការកំទេចជីវិតចោលក្រោយមកទៀតពេលដែលដឹងថាអ្នកស្រីចេះច្រៀងពីរោះក្រុមយោធាអង្គការក៏ចាប់តាំងឲ្យអ្នកស្រីច្រៀងចម្រៀងអង្គការបដិវត្តន៍ដើម្បីបម្រើនិងលើកដំកើងប្រយោជន៍ជូនអង្គការតែម្យ៉ាងពុនដដូច្នេះហើយអ្នកស្រីត្រូវមានការប្រុងប្រយ័ត្នជានិច្ចនៅក្នុងការប្រើពាក្យពេចន៍ជាទំនុកចម្រៀងអ្នកស្រីតែងតែកាន់សៀវភៅតូចមួយដាក់តាមខ្លួនសម្រាប់កត់ត្រាទុកនៅបទចម្រៀងដែលអង្គការតម្រូវមកឲ្យច្រៀងនៅឆ្នាំ1977វេលាចូលឆ្នាំខ្មែរអ្នកស្រីបានត្រូវអង្គការបដិវត្តន៍ចាប់បង្ខំឲ្យរៀបការជាមួយយោធាមួយរូបដែលពីការដៃម្ខាងមានឈ្មោះថាសាមមិត្តត្រោកជាកងកម្មាភិបាលជាន់ខ្ពស់មួយរូបរបស់អង្គការប៉ុន្តែជីវិតអាពាហ៍ពិពាហ៍ថ្មីនេះមិនបាននាំសុភមង្គលល្អប្រសើរអ្វីដល់អ្នកស្រីទេផ្ទុយទៅវិញអ្នកស្រីត្រូវរស់រងទុក្ខជាប្រចាំត្បិតបុរសនោះក្រាច់ក្តីប្រច័ណ្ឌចំពោះអ្នកស្រីនៅគ្រប់វេលាទាំងអស់ដែលអ្នកស្រីទទួលការសរសើររយៈពីញាតិផងភ្លេងអ្នកស្រីឡើងជិញ្ច្រៀងនៅក្នុងអង្គប្រជុំរបស់អង្គការឬនៅទីណាដែលអង្គការចាត់តាំងឲ្យទៅបំពេញកិច្ចដោយការប្រច័ណ្ឌហួងហែងខ្លាំងហួសប្រមាណមិត្តត្រោកតែងប្រែហង្សាវាយដំអ្នកស្រីជានិច្ចតែអ្នកស្រីមិនអាចតបតឬរត់គេចបានដោយខ្លាចបារមីរបស់អង្គការជីវិតអាពាហ៍ពិពាហ៍នោះមិនមានអាយុច្រើនខែទេដោយចំនួនញឹកញាប់ព្រែកអង្គការខាងលើបានហៅអ្នកស្រីទៅកសាងអប់រំដោយរំលឹកឲ្យអ្នកស្រីគោរពស្វាមីមិនឲ្យឆ្លើយតបតមានមាត់កមានហិង្សាជាមួយលោកយោធាកម្មាភិបាលនោះតទៅទៀតប៉ុន្តែអ្នកស្រីតាំងចិត្តអត់ធ្មត់មិនបានត្បិតត្រូវស្វាមីវាយដាំជាប្រតិចច្រើនហួសប្រមាណក៏តបតដោយសម្ដីខ្លះៗត្រឡប់ទៅវិញដែលជាហេតុបណ្ដាលឲ្យអង្គការខាងលើចាប់ដាក់ទោសបញ្ជូនខ្លួនឲ្យទៅធ្វើការនៅភូមិមួយផ្សេងទៀតនៅរវាងពាក់កណ្ដាលឆ្នាំ1977ចាប់តាំងពីថ្ងៃនោះមកគ្មាននរណាម្នាក់បានដឹងដំណឹងពីអ្នកស្រីទៀតនោះទេកាលនៅសម័យនោះពេលមានអ្នកស្រុកណាម្នាក់ត្រូវអង្គការចាត់តាំងហៅទៅកាប់ព្រៃឬទៅបម្រើអង្គការនៅតំបន់ថ្មីនោះមានន័យថាអ្នកស្រុករូបនោះជាជាន់ដានត្រូវអង្គការសម្លាប់ជីវិតចោលដោយគ្មានត្រាប្រណីឡើយរីឯសាច់ញាតិវិញក៏មិនដែលបានដឹងថាអ្នកស្រុករូបនោះត្រូវអង្គការប្រហារជីវិតចោលនៅឯណាដែរសូមអរគុណសម្រាប់ការចូលស្ដាប់សូមកុំភ្លេចចុច Subscribe YouTube Channel នេះផងសូមអរគុណ